កាន់វីដេអូប្លុកថ្មីនៃដំណើរកម្សាន្តមួយនេះយើងនឹងធ្វើការទៅពីទីតាំងនៃដំណើរកម្សាន្តមួយនេះទីតាំងទី1គឺកន្លែងថតរូបស្រះទឹកខៀវបែបនេះនិងទីតាំងមួយទៀតគឺកន្លែងជិះលេងវាលសាច់បែបនេះយើងចូលទៅទស្សនាវីដេអូប្លុកពេញទាំងអស់គ្នាជំរាបសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់ជួបជាមួយខ្ញុំបាទសុគង្គម្ដងទៀតហើយនៃវីដេអូប្លុកដំណើរកម្សាន្តម៉ូតូកង់4កំពតខ្វតបាយហើយនៅក្នុងថ្ងៃនេះផងដែរគឺយើងមានចំនួន3ម៉ូតូធ្វើការជិះរយៈពេល1ម៉ោងកន្លះហើយនៅក្នុងរយៈពេល1ម៉ោងកន្លះហ្នឹងផងដែរគឺយើងធ្វើការទៅពីទីតាំងនៃដំណើរកម្សាន្តមួយនេះហើយនេះគឺជាសកម្មភាពខ្លះៗភ្ញៀវយើងធ្វើដំណើរទៅហើយនេះគឺយើងបានមកដល់កន្លែងថតរូបទី1ឯងគឺស្រះទឹកខៀវជើងភ្នំបូកគោហើយនេះគឺជាសកម្មភាពភ្ញៀវយើងធ្វើការរៀបចំម៉ូតូដើម្បីធ្វើការថតរូបលេងកម្សាន្តហើយនៃ view នៃកន្លែងថតរូបទី1នេះដូចជាពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងតែបើពុកម៉ែបងប្អូនបានមកទស្សនានៅខាងក្រៅ view រឹតតែស្អាតជាងនៅក្នុងទូរស័ព្ទតែម្ដងពុកម៉ែបងប្អូនទាំងគ្នាហើយឥឡូវភ្ញៀវយើងបានធ្វើដំណើរចេញពីកន្លែងថតរូបទី1ធ្វើការទៅកន្លែងថតរូបទី2ហើយនេះគឺជាសកម្មភាពភ្ញៀវយើងគាត់ឈប់ថតរូបតាមផ្លូវហើយបន្ទាប់ពីគាត់ថតរូបកន្លែងហ្នឹងហើយគាត់ធ្វើដំណើរទៅកន្លែងជិះលេងវាលសាច់ហើយឥឡូវយើងបានមកដល់កន្លែងជិះលេងវាលសាច់ហើយនេះគឺជាសកម្មភាពភ្ញៀវយើងម្ដងគាត់អត់ថតរូបលេងគាត់ធ្វើការជិះលេងតែម្ដងហើយនេះគឺជា view ពេញនៃកន្លែងជិះលេងវាលសាច់ហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអរគុណសម្រាប់ការតាមដានវីដេអូប្លុកមួយនេះ